សួស្តីដើម្បីបង្កើតវីដេអូឆ្លាតវៃយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាពីវេទិកា A360 ដូចដែលអ្នកអាចមើលឃើញនេះគឺជាដំភ្ជាប់ឬអ្វីដែលយើងហៅថាទំព័រចុះចតហើយយើងបានបញ្ចូលវីដេអូមួយចំនួននៅទីនេះដោយបំលែងវីដេអូទាំងអស់នៅក្នុងដំភ្ជាប់នេះទៅជាវីដេអូឆ្លាតវៃនេះមានន័យថានៅពេលដែលយើងផ្ញើដំភ្ជាប់ឬទំព័រចុះចតនេះទៅកាន់អតិថិជនសក្តានុពលរបស់យើងហើយពួកគេបើកដំភ្ជាប់ឬមើលវីដេអូនៅក្នុងដំភ្ជាប់យើងទទួលបានរបាយការណ៍ត្រឹមត្រូវបំផុតលើឥរិយាបថរបស់អតិថិជនម្នាក់ដូច្នេះរឿងដំបូងដែលយើងត្រូវធ្វើគឺបង្កើតវីដេអូហើយវីដេអូទាំងនេះនឹងត្រូវបានផ្ទុកឡើងទៅ YouTube ពេលយើងបានវីដេអូហើយយើងគ្រាន់តែត្រូវការយកកូដបង្កប់វីដេអូហើយបញ្ចូលវាទៅក្នុងទំព័រចុះចតរបស់យើងនេះជាផ្នែករដ្ឋបាលសម្រាប់បង្កើតទំព័រចុះចតអ្នកនឹងឃើញថាមានជម្រើសការកំណត់ជាច្រើននៅទីនេះដំបូងយើងត្រូវការចំណងជើងសម្រាប់ទំព័រចុះចតនេះរួចរាល់ហើយបន្ទាប់មកនៅខាងក្រោមនោះមានការកំណត់មួយចំនួនជាពិសេសការកំណត់ខ្លឹមសារទំព័រខ្លឹមសារនៃទំព័រគឺជាអ្វីដែលយើងបានកំណត់នៅខាងក្នុងនោះមានន័យថាយើងបង្ហោះវីដេអូនៅទីនេះរួចរាល់ហើយបន្ទាប់មកយើងគ្រាន់តែយកលេខកូដបង្កប់នៃវីដេអូហើយភ្ជាប់វានៅទីនេះឧទាហរណ៍ប្រសិនបើខ្ញុំចង់បង្កប់វីដេអូនេះទៅក្នុងលេងបើរឿងដំបូងដែលខ្ញុំនឹងធ្វើគឺបើកវីដេអូបន្ទាប់ពីខ្ញុំបើកវីដេអូរួចខ្ញុំនឹងចម្លងលេខកូដវីដេអូនេះជាលេខកូដវីដេអូខ្ញុំបានចុចចម្លងបន្ទាប់មកខ្ញុំត្រឡប់ទៅទំព័រកំណត់ទំព័រចុះចតវិញហើយខ្ញុំនឹងបង្កប់កូដវីដេអូទៅក្នុងស៊ុំវីដេអូនេះហើយដើម្បីបង្កប់លេខកូដវីដេអូនេះខ្ញុំចុចនៅទីនេះបន្ទាប់មកខ្ញុំបានចុចលើធាតុដែលជាលេខកូដនេះហើយដូចដែលអ្នកអាចមើលឃើញនៅក្នុងផ្នែកវីដេអូដំបូងខ្ញុំនឹងភ្ជាប់លេខកូដវីដេអូនៅទីនេះនោះមានន័យថាខ្ញុំនឹងបិទភ្ជាប់កូដវីដេអូនៅទីនេះបន្ទាប់ពីខ្ញុំបានបិទភ្ជាប់លេខកូដវីដេអូទាំងអស់ពីដំណេះរួចខ្ញុំចុចរក្សាទុកបន្ទាប់ពីខ្ញុំចុចរក្សាទុកហើយខ្ញុំនឹងបោះពុម្ពផ្សាយទំព័រនេះដូចដែលអ្នកអាចមើលឃើញនៅក្នុងផ្នែកបោះពុម្ពផ្សាយនេះខ្ញុំបានជ្រើសរើសបោះពុម្ពផ្សាយបន្ទាប់មកខ្ញុំបានចុចរក្សាទុកនេះមានន័យថាវីដេអូទាំងអស់ដែលខ្ញុំបង្កប់នៅក្នុងទំព័រចុះចតនេះឥឡូវនេះក្លាយជាវីដេអូឆ្លាតវៃហើយនៅពេលដែលវាក្លាយជាវីដេអូឆ្លាតវៃពិតណាស់ខ្ញុំនឹងអាចវាស់ស្ទង់ឥរិយាបថរបស់អតិថិជនបានខ្ញុំនឹងដឹងច្បាស់ពីពេលដែលអតិថិជនបើកដំភ្ជាប់វីដេអូណាដែលពួកគេមើលនិងភាគរយនៃវីដេអូនីមួយដែលពួកគេមើលហើយសំខាន់បំផុតវានឹងរាយការណ៍បានយ៉ាងត្រឹមត្រូវហើយដើម្បីយល់ពីលក្ខណៈជាក់លាក់នៃរបាយការណ៍នេះខ្ញុំសូមអញ្ជើញអ្នកឲ្យទស្សនាវីដេអូទី3ដើម្បីអ្នកអាចយល់បានយ៉ាងច្បាស់ពីរបៀបវាស់ស្ទង់ឥរិយាបថរបស់អតិថិជននិងរបៀបផ្ដល់សេវាកម្មអតិថិជនដើម្បីសម្រេចបានអត្រាបម្លែងខ្ពស់បំផុត